ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នាក្នុងវីដេអូឃ្លីបនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាថាតើខ្ញុំប្រើមធ្យោបាយអីដើម្បីអានសៀវភៅបានច្រើនហើយទៅអាចអនុវត្តអ្វីទៅបានអានខ្ញុំបានអនុវត្តជាច្រើនទ្រឹស្ដីដែលខ្ញុំបានអាននៅក្នុងការងារជាក់ស្ដែងដូចជាដោះស្រាយបញ្ហាដូចជាការ start up business និងបញ្ហាជាច្រើនទៀតទាក់ទងការបាក់ទឹកចិត្តទាក់ទងការខ្ជិលច្អូសនិងទាក់ទងជាពិសេសគឺខ្ញុំបានជួយសិស្សខ្ញុំជាច្រើនឲ្យផ្លាស់ប្ដូរខ្លួនឯងពីសិស្សខ្សោយម្នាក់ទៅជាសិស្សម្នាក់ដែលចូលចិត្តការរៀនសូត្រនៅក្នុងនេះគឺវាទាក់ទងទៅនឹងការអានសៀវភៅខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាប្រកាសជាចូលចិត្តអានសៀវភៅចាំមិនថាចូលចិត្តមែនចង់ខ្លាយជាអ្នកដែលចូលចិត្តអានប៉ុន្តែបញ្ហាថាមានអារម្មណ៍ចិត្តខ្ជិលមិនដឹងអានសៀវភៅពីកន្លែងណាមិនដឹងចាប់ដើមរបៀបម៉េចទេអញ្ចឹងទៅមានសំណួរជាច្រើនដែលបងប្អូនបានសួរមកខ្ញុំក៏ពិបាកក្នុងការណែនាំក្នុងពិបាកក្នុងការប្រាប់ដែរព្រោះអាទាំងអស់នោះវាទាក់ទងនឹងទម្លាប់ទាក់ទងនឹង consistent ខ្លួនយើងនឹងការព្យាយាមក្នុងការបង្កើតទម្លាប់ទាក់ទងនឹងការអានហ្នឹងអញ្ចឹងដែរខ្ញុំសូមយកបទពិសោធន៍តខ្លួនរបស់ខ្ញុំតាក់ទងនឹងការអានហ្នឹងយកមកចែកជូនអ្នកទាំងអស់គ្នាព្រោះការអានហ្នឹងវាអាចជួយយើងច្រើនអាចស្វែងយល់ពី business ស្វែងយល់ពីតំណែងរវាងមនុស្សនិងមនុស្សហ្នឹងធ្វើឲ្យយើងចង់ខ្លាចជាមនុស្សដែលបកកែនិយាយម្នាក់សិតទាំងអស់ហ្នឹងសិតតែចេញពីការអានហ្នឹងនិយាយចំទៅគឺចំណេះដឹងជារួមអញ្ចឹងដែរខ្ញុំអ្នកទាំងអស់នេះប្រកាសកំពុងតែឆ្ងល់ថាតើខ្ញុំប្រើមធ្យោបាយអីដើម្បីអានខ្ញុំសូមនិយាយថាពីដំបូងខ្ញុំអានក៏អានសៀវភៅជាភាសាខ្មែរដែរប៉ុន្តែនៅពេលដែលមួយដែលខ្ញុំគិតថាសៀវភៅភាសាខ្មែរមានអត់ទាន់សម្បូរបែបទេពេលនោះខ្ញុំចាប់ផ្ដើមពង្រឹងមានន័យថាបង្កើតទម្លាប់ទាក់ទងនឹងការអានសៀវភៅជាភាសាអង់គ្លេសតែខ្ញុំបានប្រើឧបករណ៍មួយដែលមានឈ្មោះថា Kindle ខ្ញុំលើកយកមកបង្ហាញអ្នកទាំងអស់គ្នានេះគឺជាផលិតផលរបស់ Amazon គឺហៅថា Kindle Paperwhite វាមានលក្ខណៈពិសេសមួយគឺអេក្រង់របស់វាគឺដូចជាกระดาษសៀវភៅអញ្ចឹងវាអត់ប៉ះពាល់ភ្នែកទេព្រោះខ្ញុំបានប្រើវាអស់រយៈពេល6ឆ្នាំហើយខ្ញុំអានសៀវភៅអស់រាប់រយក្បាលជាមួយនឹងវាហើយខ្ញុំបានវិនិយោគទៅលើការទិញសៀវភៅខ្ញុំបានចំណាយលុយខ្ទង់ពី$3000ទៅ$4000ក្នុងការទិញសៀវភៅយកមកអានទាំងអស់ហ្នឹងក្នុងរយៈពេល6ឆ្នាំហ្នឹងតែខ្ញុំគិតថាខ្ញុំទទួលបានផលច្រើនមែនទែនដូចបងប្អូនដែលធ្លាប់ស្គាល់ខ្ញុំគាត់បានដឹងហើយថាខ្ញុំអាចអានសៀវភៅបានច្រើនយល់បានច្រើនហើយអនុវត្តទ្រឹស្ដីដែលបានអានបានច្រើនទៀតដោយសារខ្ញុំបន្តការអានជានិច្ចសូម្បីតែពេលយន្តហោះខ្ញុំមានពេលវេលាអាននៅពេលដែលខ្ញុំជិះរថភ្លើងទៅណាក៏ខ្ញុំមានពេលវេលាអានអញ្ចឹងទៅជួយខ្ញុំបានច្រើនមែនទែនចឹងដែរខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាមានទម្លាប់អានដូចគ្នាដែរអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាមានការពិបាកខ្ញុំនៅក្រុមការងារក៏បានសន្មតគ្នាថាយើងបង្កើតការលក់មួយគឺលក់តាក់ទងប្រដាក់ហើយខ្ញុំនឹងដាក់សៀវភៅដែលខ្ញុំបានទិញនេះជូនទៅអ្នកដែលជីវ Kindle ពីក្រុមការងាររបស់ខ្ញុំហើយទៅមិនត្រឹមតែប៉ុណ្្នឹងទេអ្នកដែលជីវ Kindle ពីក្រុមការងាររបស់ខ្ញុំនោះគឺមានឱកាសក្នុងការចូលរួមគ្រប់ក្នុងការពិភាក្សាតាក់ទងនឹងសៀវភៅជាពិសេសគឺពិភាក្សាដោះស្រាយបញ្ហាជាក់ស្ដែងដោយផ្អែកទៅលើសៀវភៅណាមួយដែលយើងនឹងលើកយកមកពិភាក្សាអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការជីវ Kindle ក្នុងការប្រឹងការអានរបស់ខ្លួនឯងគឺអាចតាក់ទងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ010 27 28 59បាទសូមអរគុណសូមជម្រាបលា